គាត់ថា Real Madrid ស៊ីបាយ័នម្នាក់3-2 រំលងអាត្រៀតម៉ោង2រំលងអាត្រៀតយប់នេះចាំទស្សនាទាំងអស់គ្នាបងប្អូនគ្នា Real Madrid ប៉ះជាមួយនឹងបាយ័នម៉ូនិចនៅក្នុងក្របខ័ណ្ឌ UCL វ៉ាវក្រុមទាំងពីរនេះបងប្អូនគ្នាសិតតែជាក្រុមខ្លាំងប៉ះក្រុមខ្លាំងដឹងតែជួយតែម្ដងខាងនេះ Real Madrid ខាងនេះបាយ័នម៉ូនិចយប់នេះតើក្រុមទាំងពីរនេះមួយណាជាអ្នកឈ្នះខ្ញុំមកធ្វើស្ថិតិជូនបងប្អូនអ្នកគ្នាក្រុមទាំងពីរនេះធ្លាប់ជួបគ្នា28ដងបងប្អូនអ្នកគ្នាក្នុងនោះ Real Madrid ឈ្នះ13បាយ័នម៉ូនិចឈ្នះ11ស្មើ3ដងតែត្រឡប់មកវិញបងប្អូនអ្នកគ្នា5ប្រកួតចុងក្រោយបាយ័នម៉ូនិចអត់មានស្គាល់ពាក្យថាឈ្នះក្រុម Real Madrid ទេ Real Madrid ឈ្នះ3ស្មើ2តើនៅយប់នេះ Real Madrid នៅតែបន្តយកឈ្នះទៅលើក្រុមបាយ័នម៉ូនិច5ប្រកួតចុងក្រោយដោយអត់ឲ្យបាយ័នម៉ូនិចឈ្នះបានដែរទេមើលយប់នេះតើ Real Madrid ធ្វើបានល្អដូចការប្រកួតមុនដែរទេរវាងការប៉ះជាមួយនឹងក្រុមដ៏ខ្លាំងផនអាឡឺម៉ង់បាយ័នម៉ូនិចនេះចាំទស្សនាទាំងអស់គ្នាបងប្អូនគ្នាបើចំពោះខ្ញុំគិតថាក្រុមនេះ3-2ខ្ញុំគិតថា3-2គិតថា Real Madrid ស៊ីបាយ័នម៉ូនិច3-2រំលងអាត្រៀតម៉ោង2រំលងអាត្រៀតយប់នេះចាំទស្សនាទាំងអស់គ្នាបងប្អូនគ្នាចាំមើលលទ្ធផលនឹងទៅជាយ៉ាងណាចូលបងប្អូនអ្នកគ្នាគិតថាក្រុមមួយណានឹងអាចយកឈ្នះនឹងអាចនឹងឡើងទៅវគ្គបន្ទាប់ចូលរួមទូទាយទាំងអស់គ្នាបងប្អូនអ្នកគ្នា